បាទសួស្តីបងប្អូនសិស្សនិស្សិតថ្នាក់ទី8ទាំងអស់គ្នាជាថ្ងៃនេះលោកគ្រូសូមលើកយកមេរៀនទី9ប្រតិបត្តិទី1បាទអញ្ចឹងក្នុងមេរៀនទី9របស់យើងសិក្សាអំពី coordinate នៅក្នុង ប្លង់និងក្រាបអញ្ចឹងនៅក្នុងសំណួរប្រតិបត្តិទី1គឺថាម៉េចបាទអញ្ចឹងដោយយក1/2ជារង្វាស់ឯកតាលើអទាំងពីរបាទអញ្ចឹងមានអ O x print OX ហើយនឹងអ y print OY ដៅ coordinate ដូចតទៅបាទអញ្ចឹងនៅក្នុងប្លង់ coordinate គឺមានអចំនួន2គឺអ x បាទ x print OX អញ្ចឹងអដេញហ្នឹងគេហៅថាអផ្ស៊ីបាទចំណែកអមួយទៀតគឺអ y print OY បាទអញ្ចឹងអនេះគេហៅថាអ ordinate បាទនៅក្នុងសំណួរគេឲ្យយើងដៅចំណុចដូចខាងក្រោមអញ្ចឹងដើម្បីដៅចំណុចបានលុះត្រាតែបងប្អូនស្គាល់ចំណុច coordination បាទអញ្ចឹងនៅក្នុងប្រធាន A គេថាម៉េច A មាន coordinate x ស្មើ5 y ស្មើ3អញ្ចឹងនៅក្នុង coordinate ដើម្បីសង់គឺយើងត្រូវភ្ជាប់វាទាំងពីរមានន័យថា ax ហើយនឹង ay មានទំនាក់ទំនងនឹងគ្នាដំបូងយើងមើលលើចំណុច A មាន coordinate x ស្មើ5អញ្ចឹង x ស្មើ5ឥឡូវយើងមើល ax អញ្ចឹង1ទៅខាងស្ដាំដក1ទៅខាងឆ្វេងអញ្ចឹង5បាទ1 2 3 4 5បាទអញ្ចឹង5បន្តទៀត y 3អញ្ចឹង y ទៅលើបូកមកក្រោមដកអញ្ចឹង3 1 2 3អញ្ចឹង3ហើយ5មាន2ចំណុចអញ្ចឹងដើម្បីជួបគ្នាបានលុះត្រាតែយើងបន្លាយវាទៅលើឲ្យស្របជាមួយនឹងអឈរហើយបន្លាយជាមួយនឹងអដេកឲ្យស្របគ្នាមកអញ្ចឹងទៅជួបគ្នានៅកាច់ជ្រុងបាទឥឡូវយើងបាន coordinate ចំណុច A ដែលមាន x អញ្ចឹងយើងសរសេរ x មុន x លេខ5 y លេខ3នេះ coordinate ចំណុច A បាទឥឡូវយើងចូល coordinate ទី2គឺ ax បាទគឺ ax ដក2 y 4អញ្ចឹងបើសិនជា x ដក2អញ្ចឹង x ដក2យើងមើល ax ដក2គឺយើងមើល ax ដេកអញ្ចឹងបើបូកទៅមុខបើដកទៅក្រោយអញ្ចឹងដក2ជាយើងសង់វាទៅលើបាទដោយសារតែ4ហ្នឹងនៅខាងលើអញ្ចឹងលោកគ្រូសង់ទៅលើហើយជួបជាមួយនឹង4អញ្ចឹងបន្លាយមកជួបគ្នានៅកាច់ជ្រុងបន្តមកយើងសេ coordinate អញ្ចឹងយើងសរសេរ x មុន x ដក2 y 4ចំណុច C គឺ x ចំនួនដក4អញ្ចឹង ax យើងមើលដក4បាទចេញមើល a ដេញមើលដក4នៅខាងនេះបាទy គឺស្មើដក2អញ្ចឹងដក2ខាងក្រោមអញ្ចឹងដើម្បីជួបគ្នាបានតើយើងបន្លាយឥឡូវមកហើយយើងបន្លាយអាក្រោមទៅនេះទៅយើងបាន coordinate ចំណុច C អញ្ចឹងយើងដើម្បីសរសេរយើងគ្រាន់តែដាក់ ax មុនមកដក4 y ដក2ចំណែក coordinate បន្ទាប់គឺ coordinate ចំណុច D ax 0អញ្ចឹង0នៅចំកណ្ដាលអញ្ចឹងទៅជួបនឹង y លេខ5អញ្ចឹង y អាចឈរអញ្ចឹងទៅជួបនឹងលេខ5គឺ0ទៅជួបគ្នាកណ្ដាលទៅដល់លេខ5អញ្ចឹងនៅក្នុងការសរសេរ coordinate គឺយើងសេ x មុន x 0 y 5អញ្ចឹងយើងបាន coordinate ចំណុច D
បន្តទៀតយើងចូល coordinate ចំណុច E បាទអញ្ចឹង E x 5អញ្ចឹងយើងមើល ax ad នេះអញ្ចឹង5នេះ y ដក 3អញ្ចឹងដក 3 ទៅក្រោមអញ្ចឹង5ឲ្យដក 3យើងបន្លាយមកក្រោមមកបាទហើយយើងបន្លាយអានេះទៅនេះមកអញ្ចឹងយើងបាន coordinate នៃចំណុច E គឺ5ហើយនឹងដក3ចំណែកឯ coordinate នៃចំណុច S បាទ S គឺ3អញ្ចឹង S គឺ3យើងមើល AX 3ហើយ Y 0អញ្ចឹង Y 0គឺនៅកណ្ដាលអញ្ចឹងលេខហើយនឹង0យើងទៅជួបគ្នានៅកន្លែងលេខអញ្ចឹងជួបគ្នានៅកន្លែង3បាទនេះដោយសារគ្រូវាយច្រឡំគឺអក្សរ S ហ្នឹងណាបាទអញ្ចឹងយើងសរសេរ coordinate សេលេខ3មុនហើយលេខសេលេខ0ក្រោយបាទអញ្ចឹងកំណែប្រតិបត្តិចាប់តែប៉ុណ្ណេះបងប្អូនមានចម្ងល់អាចសួរនៅខាងក្រោមវីដេអូបានបាទសូមអរគុណ